លោកតាដីដែលសៀមដាក់ទូកុងតេន័រអាចយកវិញបានឬទេលោកតាអាចតាជេមសុកឆ្លើយប្រាប់ចៅថាអាចតែត្រូវការកសាងករណីបើសៀមវាហ៊ានវាយយើងនៅលើដៃយើងហ៊ានកាត់ក្បាលឆ្លៀនពេលវាក្បាលមុខតបយើងហ៊ានកាត់មុខតបឆ្លៀនពេលវាដើម្បីការពារទឹកដីយើងហើយសង្គ្រាមឈ្នះចាញ់វាមិនទាន់ចប់ទេវាមិនទាន់ចប់រហូតដល់ដរាបណាមានខ្មែររស់នៅលើទឹកដីខ្លួនមិនមែនពួកអាចោលមកសៀតនៅក្រៅស្រុកដែលអត់ទៅឈរការពារទឹកដីដោយតាទេតាក៏ជាមនុស្សចោលមកសៀតតែតាខំប្រឹងយកចំណេះដឹងនឹងខួរក្បាលតាការពារទឹកដីជាមួយខ្មែរ20លាននាក់មិនតាគឺនៅក្នុងចំណោមមនុស្សចោលមកសៀតម្នាក់តែតាខំប្រឹងនិយាយឲ្យយល់ដើម្បីការពារទឹកដីក្នុងការរួមចំណែកខួរក្បាលមិនដូចពួកអាខួរក្បាលតូចជាងមើមខ្ជាយអស់នោះទេតាចេះរិះគន់តែតាត្រូវចេះស្ថាបនាវាមិនមែនប្រើប្រាស់ខួរក្បាលដូចមើមខ្ជាយដូចពួកអាអស់នោះទេណាឆៃហេងអើយសេច្រើនណាស់ចៅតើអាវក្រោះ DSS របស់លោកហ៊ុនសែនមានប្រសិទ្ធភាពដែរទេចាំប្រាប់ចៅណាចៅណាខ្ញុំបានឮសូរលោកហ៊ុនសែននិយាយប្រាប់ថារោងចក្រ DSS ដែលដេខោអាវកងទ័ពមួកប្រដាប់សម្រាប់ផ្គត់ផ្គង់កាយទាំងអាវក្រោះផងគឺជាក្រុមហ៊ុនឯកជនដែលរៀបចំដេហើយរដ្ឋទទួលទិញតែកងទ័ពទទួលទិញដោយតម្លៃថោកជាងនាំចូលពីបរទេសហើយរដ្ឋក៏នឹងផ្ដល់នៅអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនដេហ្នឹងក្រុមហ៊ុនផលិតហ្នឹងនឹងអាចផលិតឲ្យនាំចេញជាការជួយឧស្សាហកម្មកាត់ដេរហើយក៏ឧស្សាហកម្មកាត់ដេរលក់ឲ្យក្រសួងរដ្ឋតម្លៃថោកនេះគឺជាសម្ដីរបស់លោកហ៊ុនសែននិយាយប្រាប់ខ្ញុំហើយសួរថាតានិយាយជាមួយលោកហ៊ុនសែនកាលអត់ដឹងទេតាកុហកទេណាអញ្ចឹងមិនមែនជារោងចក្ររដ្ឋទេ DSS ហ្នឹងជារោងចក្រសិប្បកម្មដេជារោងចក្រឯកជនទេតែមានកងត្រាជាមួយរដ្ឋទិញរីឯស្តង់ដារនៃអាវក្រោះនោះគឺក្រុមហ៊ុនហើយនឹងក្រសួងត្រូវព្រមព្រៀងគ្នាលើស្តង់ដារដែលក្រុមហ៊ុននោះមិនមែនគ្រាន់តែលក់ឲ្យរដ្ឋទេក្រុមហ៊ុននោះនាំចេញនេះគឺជាអ្វីដែលឆ្លើយនឹងចៅអញ្ចឹងអាវក្រោះដែលប្រើនោះខ្ញុំជាអ្នករិះគន់ខ្ញុំថាបើយើងទិញពីក្រៅវាថោកជាងខ្ញុំឯងអ្នកចេញវីដេអូរិះគន់រឿងហ្នឹងលោកហ៊ុនសែនប្រាប់ថានាំពីក្រៅវាថ្លៃហើយវាអត់បានលឿនយើងចង់បង្កលក្ខណៈផលិតកម្មរបស់យើងអញ្ចឹងដោយសារមានក្រុមហ៊ុនឯកជនគេធ្វើយើងឲ្យគេធ្វើហើយគេលក់ឲ្យយើងហើយឲ្យគេនាំចេញជាចំណែកមួយនៃការកកើតឧស្សាហកម្មកាត់ដេរឧបករណ៍សម្រាប់កងទ័ពក្រោយពីបានទទួលនៅព័ត៌មានហ្នឹងដែលខ្ញុំអាចនិយាយថាលោកហ៊ុនសែនផ្ទាល់តែម្ដងដោយសារតែរឿងហ្នឹងខ្ញុំយល់ឃើញថាសមរម្យណាខ្ញុំមិនអ្នករិះគន់ខ្ញុំរិះគន់ថាបើគ្រាន់តែឧបករណ៍សម្រាប់កងទ័ពនាំចូលវាថោកជាងលោកហ៊ុនសែនថានាំចូលក៏បានតែបើបង្កលក្ខណៈផលិតកម្មក្នុងស្រុកវាល្អហើយខ្ញុំក៏ព្រមព្រៀងតាមហ្នឹងខ្ញុំយល់ឃើញថាសមរម្យណាអញ្ចឹងឆ្លើយកុំឲ្យឆ្ងល់ថាតើគុណភាពអាវក្រោះសម្រាប់កងទ័ពវាយកស្តង់ដារតាមអន្តរជាតិចំណែកឯរឿងដែលកង្វល់ហ្នឹងគឺតើកងទ័ពមានអាវក្រោះគ្រប់គ្នាឬទេ
តើថវិកាបានផ្ដល់គ្រប់គ្រាន់ក្នុងការបំពាក់អាវក្រក់ដល់កងទ័ពឬទេនឹងគឺជាបារម្ភណាដោយសារឃើញសួរខ្ញុំនិយាយប្រាប់ចៅទៅចុះថាខ្ញុំរិះគន់រដ្ឋាភិបាលខ្លាំងណាស់លោកហ៊ុនសែនបានប្រាប់ថាខ្ញុំអត់ដឹងរឿងហ្នឹងទេគាត់ក៏ប្រាប់ខ្ញុំអញ្ចឹងហើយប្រាប់ពីអង្កលខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំរករឿងរដ្ឋាភិបាលរាល់ថ្ងៃខ្ញុំរិះគន់រដ្ឋាភិបាលរាល់ថ្ងៃហើយចុះឥឡូវខ្ញុំលក់ក្បាលរដ្ឋាភិបាលឲ្យតែរដ្ឋាភិបាលមានលុយទិញត្រូវថ្លៃខ្ញុំលក់ហើយចុះមិនក៏តាមិនរិះគន់ទៀតមនុស្សរិះគន់ស្ថាបនាអត់ដូចពួកអាខួរមើមខ្ជាយកុលអាស័យឯឆ្កាច់តបែឆ្កោកទេពួកវាគឺរិះគន់ដើម្បីបំផ្លាញចំណែកតារិះគន់ដើម្បីស្ថាបនាគឺរិះគន់មានពេលរិះគន់មានពេលផ្អាករិះគន់មានពេលការពារចៅក៏ដូចគ្នាចៅចង់ឲ្យតាអង្គុយរិះគន់ឲ្យអាលាយស្រុកឬក៏ចង់ឲ្យតាការពារស្រុកជាពិសេសពួកឯងនៅក្នុងស្រុកនេះចង់ឲ្យអញនឹងជួយការពារឬឲ្យអញនឹងជួយបំផ្លាញអញមិនមែនជាបកអរាំងស៊ីទេអញឯកជនសតហើយអត់ដែលទប់ជើងក្រែអរាំងស៊ីទេដល់បានទេអញនេះធ្វើអីសាច់តវ៉ាល់អញទេអានឹងអញ្ចឹងនឹងឲ្យយល់ណាឆ្លើយទៅសៀមដាក់ container ហ្នឹងគឺនឹងទៀមទាយកមកវិញមិនឈប់ចូលឡើយបើវាប្រកែវាលុបចោល MOU ឆ្នាំ2000ទៅណាកម្ពុជាត្រៀមលក្ខណៈបន្តការទប់ទល់តទៅទៀតណាត្រៀមលក្ខណៈបង្កការទប់ទល់តទៅទៀតរីឯអ្នកដែលវាថាទប់ទល់មិនបានវាអ្នកចេញមុខទប់ទល់ឬក៏អ្នកណាទប់ទល់សំណួរថាអ្នកណាទប់អ្នកណាចេញមុខទប់សៀមចាញ់ក៏ដោយឈ្នះក៏ដោយអ្នកណាចេញមុខទប់សៀមហើយចុះអាអ្នកនិយាយនឹងចេញមុខទប់សៀមទេអាអ្នកនិយាយនឹងមិនបានចេញមុខទប់សៀមទេណាមិនបានចេញមុខទប់សៀមទេបើមិនបានចេញមុខទប់សៀមទេគឺជារឿងឯឆ្កាច់គឺជារឿងឯឆ្កាច់ដូច្នេះណាបងប្អូនត្រូវយល់អាអ្នកនិយាយវានិយាយបានតែវាមិនមែនជាអ្នកចេញមុខទប់សៀមទេណាវាមិនបានចេញមុខទប់សៀមទេដូច្នេះនៅពេលដែលវាអត់ចេញមុខទប់សៀមណានៅពេលដែលវាអត់ចេញមុខទប់សៀមណានៅពេលដែលវាអត់ចេញមុខទប់សៀមទេអាគ្រាន់តែនិយាយហើយប្រជាជន20លានអ្នកណាអ្នកណាចេញមុខទប់សៀមអ្នករិះគន់មានប៉ុន្តែនរណាចេញមុខទប់សៀមអ្នករិះគន់មានតែនរណាចេញមុខទប់សៀមតែអ្នកណាចេញមុខទប់សៀមអ្នករិះគន់មានអ្នករិះគន់មានប៉ុន្តែនិក្ខេបបទគំនិតនៃការការពារទឹកដីអ្នកណាមានអ្នករិះគន់មានបូកនឹងខ្ញុំផងជាអ្នករិះគន់តែនិក្ខេបបទការពារទឹកដីនៅតាណាព្រំដែនដើម្បីរកបន្ទាត់ព្រំដែនឲ្យឃើញរវាងកម្ពុជានិងថៃឡង់តើការមើលឃើញបន្ទាត់ព្រំដែនកម្ពុជាថៃឡង់សំអាងលើអីសំអាងលើផែនទីសំអាងលើ PV កំណត់បោះបង្គោលព្រំដែនបារាំងសៀមចុះដើម្បីរកបន្ទាត់ព្រំដែនគោកឲ្យឃើញត្រូវធ្វើម៉េចព្រំដែនបណ្ដោយ800គីឡូទៅធ្វើម៉េចត្រូវធ្វើការសិក្សាយកមកប្រើប្រាស់នៅឧបករណ៍វិទ្យាសាស្ត្រដើម្បីស្វែងរកអ្នកខ្លះថាប្រើតែ GPS ទៅឃើញអត់ចេះកុំនិយាយអញ្ចឹងដើម្បីនឹងរកបន្ទាត់ព្រំដែនត្រូវធ្វើអ្វីខ្លះ1ធ្វើអ្វី2ធ្វើអ្វី3ធ្វើអ្វីណាគឺណាគឺត្រូវមានចំណេះដឹងអាចបញ្យល់បានអញ្ចឹងអ្នករិះគន់ពួកអសមរាំងស៊ីចេះទេអាប៉ាងស៊ីខឿនចេះទេអាកឹមសុកចេះទេ
naeng mui là rọt rây xuống cao bò tên chết đấy sầm an chết đấy hay ba là rèn xi nó chết đấy men sky đấy còn làn đây làn phượng để trời sky nhóm về cắt pù chọ còn chẳng cần là việc khơi lư sâu dùm lên view nó về lưu tạm ắt ngắt đấy đẹp nhóm mình nâng rột dồn sẵn tôi chỉ miên cái bọc nê rồi có mà nụ chung ngư sẵn ấy chẳng tới cái hai pẹt máu rột dồn pẹt tới chỉ mùi nâng rột dồn phần luật kịp thấy rột dồn phần luật kịp thấy lấy nơi phùm sọc chẳng từ tạm làn pẹt sẵn còn chẳng nó về tư mà vô bọn bọn kênh lường lệch nè lúc ta nè ok riêng sạch sạch chọc ta riêng chọc ai rồi ca nghe thưa bán còn bán một ca còn ánh thưa chia sầm phăng pro nè lo hai còn mình khoa tên là sọc mày mà sao mình khơi miền mùi chạy bỏ mình nè Việt Nam với Roxy thưa chia sang xa cái ở bay khái cái ắt bằng lôi ảo chẳng viên nâng tùm lia xa đại này dây cho mùi sợi nắng តាម Telegram ស្រីនឹងប្រាប់ថាទំលាយទៅអញតាមរករឿងឯងវិញឯងមកទំលាយអីអញមិនតបានដេកមួយឯងណាហើយអញអត់មានជាពាក់លុយអីឯងទេគេស្រីហ្នឹងក៏មកទាទូរស័ព្ទទាម៉ូតូពីក្មេងប្រុសហ្នឹងណាហើយក្មេងប្រុសហ្នឹងចាញ់មកនិយាយពាក់ម៉ាស់ទៀតអញ្ចឹងចៅឯងរៀនខាងសាច់សាសហ្នឹងធ្វើសំផឹងប្រុសទៅបាទបើទៅបំរើគេលោកជំទាវអីប្តីគេដឹងគេក៏មកជួបចៅឯងហើយគេយកកបិតឡាមមកជាមួយគេកាត់បោះចៅឯងទៅសញ្ញាបត្រចៅឯងមានសញ្ញាបត្រប៉ុន្តែអត់មានមើមខ្ជាយយកទៅប្រើហើយចៅឯងមកប្រាប់តាខ្ញុំខូចចិត្តណាស់ពីព្រោះអស់មើមខ្ជាយតាប្រាប់ឲ្យដេកឲ្យឡានទឹកដីកិនអនាគតចៅឯងតែប៉ុណ្្នឹងអនាគតចៅឯងតែប៉ុណ្្នឹងព្រោះចៅឯងរៀនខាងមុខវិជ្ជាធ្វើសំផឹងណាតើនៅអាមេរិកតើនៅខ្មែរឬនៅអាមេរិកល្អជាងតានៅខ្មែរល្អជាងកូននៅខ្មែរល្អជាងនៅខ្មែរសប្បាយម្ហូបឆ្ងាញ់ងាយស្រួល